បន្តគឺលោកកេតម៉ៅអភិបាលសុខត្រាំកក់ក៏បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង2ខ្សែដែលជាគម្រោងមូលនិធិឃុំបាត់សំរងក្នុងឆ្នាំ2025 នាថ្ងៃពុធទី26ខែវិច្ឆិកាឆ្នាំ2025លោកកេតម៉ៅអភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ខេត្តតាកែវរួមជាមួយនឹងលោកទូចចន្ទធីអភិបាលរងស្រុកបានអញ្ជើញជាធិបតីការបើកការដ្ឋានសាងសង់ផ្លូវបេតុង2ខ្សែនៅក្នុងភូមិសាស្ត្រឃុំសំរងស្រុកត្រាំកក់ខេត្តតាកែវដែលផ្លូវបេតុងខ្សែទី1ដែលមានប្រវែង650ម៉ែត្រឆ្លងកាត់ភូមិចំនួន2រួមមានភូមិព្រៃតដុកនិងភូមិសម្បួររួមជាមួយនឹងផ្លូវបេតុងខ្សែទី2ដែលមានប្រវែង1240ម៉ែត្រឆ្លងកាត់ភូមិតាប៉ែននិងភូមិចានធៀបដែលនឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះគម្រោងស្ថាបនាផ្លូវបេតុងទាំងពីរខ្សែនេះគឺស្ថិតនៅក្រោមគម្រោងមូលនិធិឃុំសំរងសម្រាប់ឆ្នាំ2025ដែលមានគោលដៅលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនិងបង្កលក្ខណៈងាយស្រួលនៅក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាមួយនឹងគ្នានេះផងដែរលោកអភិបាលស្រុកកេតម៉ៅបានថ្លែងថាផ្លូវបេតុងខ្សែថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងឃុំក៏ដូចជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងភូមិផងដែរនោះ ចាទស្សនិកជនយកបន្ត